អូខេសួស្តីបងប្អូនទាំងអស់គ្នាយ៉ាងម៉េចហើយមកដល់ពេលនេះចុងឆ្នាំហើយយើងនៅសល់តែរយៈពេលប្រហែលជា30ថ្ងៃទៀតយើងនឹងឆ្លងឆ្នាំថ្មី2026ហើយសង្ឃឹមថាបងប្អូនបានរៀបចំផែនការជីវិតសម្រាប់ឆ្នាំថ្មីហើយនឹងដាក់គោលដៅជីវិតសម្រាប់ឆ្នាំថ្មីហ្នឹងហើយអូខេថ្ងៃនេះបងនឹងឆ្លើយសំណួរមួយដែលតាក់ទងជាមួយនឹងសំណួរដែលគេសួរថាបើសិនជាយើងធ្វើការខុសជាមួយជំនាញតើវាខាតពេលដែរអត់ឬក៏វាខុសដែរអត់សម្រាប់សំណួរមួយនេះគឺបងសូមឆ្លើយភ្លាមហ្មងមិនចាំទុកយូរទេគឺចម្លើយគឺអត់ខុសទេវាកម្រមានអ្នកណាដែលគាត់រៀនចប់ហើយគាត់ធ្វើការត្រូវជំនាញណាដោយសារអឺទីផ្សារការងារវាមានតម្រូវការតាមកន្លែងមួយរៀងខ្លួនវាមានរបត់របស់វាចឹងពេលខ្លះសាកលវិទ្យាល័យគឺគេអាចបំពេញតម្រូវការនឹងទាន់ទេចឹងកន្លែងណាយើងបានកន្លែងការងារធ្វើមុនគឺយើងធ្វើអាហ្នឹងហើយមួយវិញទៀតដែរជំនាញបញ្ញាបត្ររបស់យើងវាអត់សូវខ្លាំងដូចនឹងបទពិសោធន៍ការងារ2ឆ្នាំទេយើងមានសញ្ញាបត្របញ្ញាបត្រតែបើសិនជាបុគ្គលម្នាក់ទៀតគាត់មានបទពិសោធន៍ការងារទៅលើជំនាញហ្នឹងរយៈពេល2ឆ្នាំក្រុមហ៊ុនឬក៏ស្ថាប័នហ្នឹងគេនឹងយកអ្នកទី2ហ្នឹងហើយពួកគេនឹងឲ្យតម្លៃទៅលើការអនុវត្តបទពិសោធន៍នៃការអនុវត្តផ្ទាល់ហ្នឹងច្រើនជាងទ្រឹស្ដីចឹងហើយពេលខ្លះយើងធ្វើការខុសជំនាញហ្នឹងយើងហ៊ានបញ្ញាបត្រផ្សេងកន្លែងការងារយើងទៅធ្វើអីផ្សេងអញ្ចឹងចង់មិនចង់យើងត្រូវដើរតាមការងាររបស់យើងហើយដោយសារការងាររបស់យើងសន្សំបទពិសោធន៍មួយឆ្នាំ2ឆ្នាំយើងត្រូវបន្តនឹងដេញឡើងទៅលើរហូតហើយបើសិនជាយើងសម្រេចចិត្តថាយើងបកក្រោយបកមកត្រូវជំនាញវិញអាបទពិសោធន៍ដែលយើងខំសន្សំប្រហែលឆ្នាំហ្នឹងនឹងត្រូវបោះបង់ចោលទុកជាអាសាបង់អញ្ចឹងទៅវាពិបាកណាស់នៅពេលដែលយើងទៅនិយាយជាមួយនឹងមន្ត្រីផ្នែកធនធានមនុស្សបញ្យល់ថាហេតុអីបានខ្ញុំដូរជំនាញដូរអីហ្នឹងភាគច្រើនគឺគេមិនស្ដាប់ទេទោះបីជាគេដឹងថាមូលហេតុដែលយើងបដូរជំនាញបដូរបទពិសោធន៍ការងារដើម្បីតែចេញចុះក៏ដោយគេអត់សូវខ្វល់ទេគេចង់បានអ្នកណាដែលធ្វើការទៅលើជំនាញដែលគេចង់បានហ្នឹង4-5ឆ្នាំហើយបញ្ញាបត្រពីលើហ្នឹងថែមពីលើហ្នឹងទៀតហើយចឹងហើយសម្រាប់បងនិយាយថាបើសិនជាបងអូនធ្វើការខុសជំនាញសូមបងអូនគុំគិតអំពីពាក្យសម្ដីអ្នកផ្សេងនៅជុំវិញខ្លួនយើងឪពុកម្ដាយបងប្អូនមិត្តភ័ក្តិអ្នកជិតខាងគេរិះគន់អីបងអូនគុំគិតពីពួកគាត់ច្រើនពេកពីព្រោះពេលដែលអូនទៅធ្វើការអូនបានលុយមកអូនចាយខ្លួនឯងអឺមើលថែខ្លួនឯងអត់មានយើងអត់មានទៅបំពេញអ្នកដទៃយើងអត់មានទៅខ្ចីលុយគេលួចប្លន់អ្នកណាយើងរកប្រាក់ដោយស្របច្បាប់ចឹងវាអត់មានអីដែលជាភាពខ្មាស់អៀនឬក៏អាម៉ាស់សម្រាប់យើងធ្វើការងារដោយសុទ្ធចិត្តនោះទេចឹងផ្លូវដើរជីវិតរបស់យើងវាអត់អាចត្រង់ដូចអ្វីដែលយើងរំពឹងទុកទេមានពេលខ្លះវាមានភាពឡើងចុះដូចទឹករលកអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំវាបត់បែនតាមសង្គមវាបត់បែនតាមចរន្តសេដ្ឋកិច្ចអីអញ្ចឹងទៅពីអាយុ20ទៅ30ហ្នឹងអូននឹងជួបជាមួយនឹងរឿងមួយចំនួនដែលអត់អាចរំពឹងទុកពេលខ្លះយើងធ្វើការធម្មតាសុកក្រុមហ៊ុនហ្នឹងក៏គាត់បិទទ្វារអញ្ចឹងទៅយើងក៏បង្ខំចិត្តទៅធ្វើការកន្លែងផ្សេងពេលខ្លះយើងធ្វើការសុកអឺមានមិត្តភ័ក្តិមកហៅយើងទៅធ្វើការកន្លែងមួយទៀតដែលប្រាក់ខែច្រើនអញ្ចឹងយើងក៏ទៅតាមមិត្តភ័ក្តិរបស់យើងអ្នកណែនាំមកយើងទៅពេលខ្លះទៀតទៅនៅក្នុងផ្ទះយើងហ្នឹងស្រាប់តែមានសមាជិកគ្រួសារណាម្នាក់គាត់មានបញ្ហាអីមួយដែលយើងបង្ខំចិត្តត្រូវបោះបង់ការងារមកមើលថែទាំគាត់អីចឹងហើយបើសម្រាប់ស្ត្រីភេទវិញបើសិនជាគាត់រៀបការហើយគាត់មានកូនគាត់អាចនឹងសម្រេចចិត្តបោះបង់ការងារគាត់ដើម្បីមើលថែកូនមួយរយៈពេលខ្លីចឹងទៅចឹងវាមានអាភាពមិនអាចរំពឹងទុកនឹងច្រើនហើយអ្វីដែលសំខាន់គឺយើងមានបាយហូបយើងអត់ធ្វើបាបគេយើងអត់បំពេញគេយើងមានបាយហូបហើយយើងព្យាយាមធ្វើអ្វីដែលយើងរីករាយនឹងធ្វើអានឹងជាអ្វីដែលបងគិតថាប្អូនគួរ
ចងចាំក្នុងចិត្តព្រោះពេលខ្លះយើងធ្វើតាមចិត្តអ្នកដតីដែលគេនិយាយហ្នឹងគេអត់មានមកជួយយើងទេពេលដែលយើងពិបាកគេចេះតែនិយាយអូខុសជំនាញខុសអីចឹងដែរតែបងគិតថាកុំគិតច្រើនអីពីព្រោះសម័យហ្នឹងឡើយសឹងតែ100នាក់អត់មានមួយណាដែលធ្វើត្រូវជំនាញទេម្នាក់គឺត្រូវបង្ខំចិត្តរត់រកលុយដើម្បីចិញ្ចឹមគ្រួសារហើយបងមានតែប៉ុណ្្នឹងទេហើយបងអូនអាចនឹងមើលវីដេអូផ្សេងទៀតសម្រាប់ជំនួយសម្រាប់ការពិចារណាផ្សេងអរគុណច្រើន